ពេលដែលអ្នកបានជោគជ័យនិយាយបែបណាក៏សុទ្ធតែត្រូវព្រោះគ្រប់គ្នាមើលឃើញភាពលេចធ្លោនៅលើឆាកនិងកងពន្លឺនៅលើក្បាលរបស់អ្នកពេលដែលអ្នកបរាជ័យបកស្រាយយ៉ាងណាក៏សុទ្ធតែខុសដែរព្រោះមនុស្សគ្រប់គ្នាជឿតែលើភាពជាក់ស្ដែងដែលភ្នែកមើលឃើញប៉ុណ្ណោះដូច្នេះចូលអ្នកដាក់ចិត្តដាក់កាយខំប្រឹងធ្វើហើយសូមកុំឲ្យខាតពេលលើការបកស្រាយបើគ្មានការរងភាពអយុត្តិធម៌ទេក៏គ្មានការរីកចម្រើនដែរហើយបើគ្មានបរាជ័យក៏គ្មានជោគជ័យដែរកុំរស់ក្រោមឥទ្ធិពលនៃពាក្យសម្ដីរបស់អ្នកដទៃហើយក្លាហានធ្វើកិច្ចការដែលខ្លួនចង់ធ្វើហើយតែជាកិច្ចការល្អនិងមានប្រយោជន៍ដល់សង្គមផ្ញើជូនចំពោះយើងទាំងអស់គ្នាដែលស្ថិតក្នុងការតស៊ូដើម្បីជោគជ័យតស៊ូដើម្បីអនាគតភ្លឺស្វាង